បើសិនជាខ្ញុំបកគលតាំងអត់ទេបកគលចាន់ដេវីតឲ្យទៅវិញនោះម៉ារ៉ាទីអញ្ចឹងលក្ខខណ្ឌដោះដូររបស់នាងជាអ្វីត្រូវការលុយមែនទេប៉ុន្មានលក្ខខណ្ឌរបស់ខ្ញុំគឺគ្រាន់តែចង់ឲ្យគេរីករាយចេញពីក្នុងចិត្តតែប៉ុណ្ណោះខ្ញុំមិនយល់សោះហេតុអីបានជានាងម្នាក់នោះយល់ថាពេលដេវីតនៅជាមួយខ្ញុំមកគ្មានក្តីសុខទៅវិញចាំជាប្រេះផ្ដាស់មែនលើកនេះខ្ញុំដូចជាយល់ថានាងបែរជាគិតគូរចំពោះដេវីតដោយចិត្តស្មោះពីវ៉ាន់ឥឡូវខ្ញុំសួរមីងតាវ៉ាន់ឯងមួយនៅលើពិភពលោកយើងហ្នឹងអាហារប្រទេសណាដែលមានតម្លៃថ្លៃលើសគេប្រយ័ត្នចាញ់ខ្ញុំមកអូឯងដឹងហ៎ផងគឺអាមេរិកហើយនឹងហ្វ្រាំងមិនបានថាអាមេរិកអាហារវាថ្លៃព្រោះនៅស្រុកគេគឺ$70$70អាហារថ្លៃខុសបាត់ហើយមីងតាវ៉ាន់អើយឆ្លើយប៉ុណ្ណឹងអត់ត្រូវដែរមានមើលរឿងភាគចិនទេរឿងភាគចិនណាណែគេកំងអូអ្នកបំរើនំប៉ាមួយតែ1ប៉ាន់គិតលុយអស់ប្រមាណបានលោកម្ចាស់តែ1ប៉ាន់នំប៉ាមួយអស់80តម្លឹងឃើញអត់តែប៉ុណ្្នឹង80តម្លឹងខាងលើសិតទៅស្នាមយ៉ាងណាកែបែបនេះឲ្យភ្ញៀវគេប្រើយ៉ាងម៉េចខ្ញុំខំរកវិធីជួយស្រោចស្រង់សថាគារឲ្យហើយហេតុអីក៏នៅតែយ៉ាប់បែបនេះគ្មានប្រសិទ្ធភាពសោះគ្នា2នាក់ជូតកៅចានប៉ុណ្ណឹងប្រើពេល2ថ្ងៃបានហើយចាប់ពីពេលនេះទៅផឹងត្រូវមើលការខុសត្រូវនៅទីនេះបានហើយហើយមិញតាវ៉ាន់ត្រូវតែត្រួតពិនិត្យមើលតាមបន្ទុកបើសម្ភារៈខ្វះខាតត្រូវរាប់គ្រប់គឺអនុវត្តពីពេលនេះទៅនេះឯងលេខតាមខុសស្រាប់តែមានភាពតាមតឹងភ្លាមបែបនេះគឺខ្ញុំត្រៀមទុកមុនពេលដែលមានបញ្ហាទើបយើងមិនឆ្លៀតឆ្លាតហេតុផលប៉ុណ្ណេះចង់ឲ្យខ្ញុំនិយាយមកដងទៀតគ្រប់បញ្ហាទាំងអស់ទោះតែបញ្ហាបន្ទាន់យ៉ាងណាក៏ដោយឲ្យតែមានបងខាងអោនៅក្បែរគឺដោះស្រាយដោយសលូនហ្មងដោយសលូនលូនហើយចុះបើខ្ញុំមិននៅបាទមិននៅអ្នកតែពីរគិតយ៉ាងម៉េចមិននៅមិនអាចទេបានហើយទៅធ្វើអ្វីដែលតាមខ្ញុំប្រាប់ទៅស្នាមដៃមែនទោះបើយើងចាប់ដៃមិនឲ្យប្រឡាក់ដៃឲ្យប្រឡាក់ជើងសូរីដាខ្ញុំបានប្រាប់ហើយបើចង់ថែមក្រែម្សៅគួរតែទឹកឡើងទូទឹកអត់មានមកថែមឡើងហ្នឹងទេចាបងចង់ធ្វើក៏អញ្ចឹងដែរហើយមិនបាននៅសាធំឆាប់ទៅរកធ្វើការងារទៅអត់មានមកអង្គុយមើលទស្សនាបដិកសែតអីទៅខ្ញុំមានសំណុំពរមួយសុំទុកពេលឲ្យខ្ញុំមួយថ្ងៃថ្ងៃស្អែក
ខ្ញុំនឹងនាំច័ន្ទដេវីតទៅជួបអ្នកទាំងពីរ មិនបាននាងលាក់ទុកច័ន្ទដេវីតនៅទីនេះយូរហើយឥឡូវខ្ញុំត្រូវតែយកគេទៅវិញឥឡូវនេះ តែមួយថ្ងៃតែប៉ុណ្ណោះសំវខ្ញុំចង់សម្រាប់ពាក្យសន្យាចុងក្រោយរបស់ខ្ញុំតែមួយថ្ងៃទេសំវអ្នកទាំងពីរ David គេមិនព្រមទៅជាមួយពួកខ្ញុំទេថាមិនទៀងនាងអាចមានមធ្យោបាយលួងលោមគេឲ្យត្រឡប់ទៅផ្ទះវិញបានល្អស្អែកមក6នាងនាំ David ទៅតាមអាសយដ្ឋាននេះចុះនេះទៅជាផ្ទះពិតប្រាកដរបស់គេ បងច្បាស់ជាដឹងថាពេលវេលាដែលបងនៅទីនេះនៅសល់មិនច្រើនទេ ម៉ាទីអូនកើតអីហ្នឹងហេតុអីបានយំ ខ្ញុំស្រាប់តែនឹកឃើញនៅឆ្កែធំចង់បញ្ចប់វាក៏កាន់ឈើគូសដេករងាកកស្លាប់នៅក្នុងព្រៃតកកមែនទេគូអាណិតណាស់ មែនចឹងទេអ្នកដែលស្លាប់ហ្នឹងគឺក្មេងស្រីដែលលក់ឈើគូសអូនទៅទិញឯកសារទេណាកុំគិតអីផ្ដេសផ្ដាស់ទៀតលឺទេ ខ្ញុំគិតថាគ្រប់គ្នាសិតតែខ្ជិលអញ្ចឹងត្រូវតែលុតដំបន្ថែមហ្នឹងពួកយើងខ្វាត់គាត់ឲ្យនៅទីនេះទាំងអស់គ្នាទេយប់ហ្នឹងយ៉ាងមិនដែរ បងដូចជាគ្មានបញ្ហាអីទេឥឡូវអូនឆាប់ទៅប្រកាសប្រាប់គេចុះយប់ម៉ោង 7 យើងជួបគ្នានៅភោជនីយដ្ឋានណាបងទៅហើយ នំខេកនេះខ្ញុំត្រូវតែធ្វើដោយដៃឲ្យបាន បើក្រមករមស៊ីមកយូរ ពួកគេមកយើងពេកទៀតពេលណាទើបចេះគ្រប់ពេលវេលា នំនេះធ្វើសម្រាប់ខ្ញុំវិញតែសូម្បីតែខ្លួនខ្ញុំក៏មិនចាំថ្ងៃកំណើតផងហើយក៏មិនចាំថាខ្លួនឯងអាយុប្រមាណ ណែបងដឹងអីទៀនមួយដើមនេះគឺតំណាងឲ្យពួកយើងតំណាងឲ្យបងនិងតំណាងឲ្យគ្រួសារដែលពេញលេញមួយនេះ ហ្នឹង តែខ្ញុំដូចជាមិនយល់សោះ បងមិនដឹងទេថានេះគឺជាអារម្មណ៍ដែលគ្រួសារអបអរសាទរថ្ងៃខួបកំណើតរបស់បងកក់ក្ដៅហ៎ខ្ញុំគ្រាន់តែចង់ឲ្យបងដឹងថាទីនេះគឺជាផ្ទះរបស់បងហើយពួកយើងគឺជាគ្រួសាររបស់បងតទៅមិនថាបងទៅដល់ទីណាទេឲ្យតែបងយល់ថាហត់បងអាចត្រឡប់មកទីនេះវិញបានគ្រប់ពេលពួកយើងស្វាគមន៍បងជានិច្ច គាត់ណាវេខាំហើយទៅស្វាគមន៍ផ្លូវមករត់1 2 3 ក
ខេកនេះម៉ារ៉ាទីធ្វើដោយខ្លួនឯងណាតោះដៃតែហ្មងឆ្ងាញ់ហើយជាលើកទី1ក្នុងឆាកជីវិតហើយនាងបានអង្វរឲ្យខ្ញុំនេះបង្រៀននាងទាំងនាងមិនទាន់ចេះដាំបាយហ្នឹងហើយលើកទី1ហើយដៃនាងបានចូលផ្ទះបាយមើលដៃនាងដឹងដៃណាងា តាមទឹកខ្លោដែរ ណារីរីថ្ងៃខួបកំណើតណាកាដូធំតែទោះបីជាយ៉ាងណាក៏ដោយរឿងតាក់តងម៉ារ៉ាទីហាមជាដាច់ខាតវើយ មិនញោ នេះគឺកាដូមកតាក់អោ ស្អីគេ របស់បងស្រីខ្ញុំចាក់មានលុយតិចទេ ស្អាតទៅស្អាតបប ស្អីគេទៅណូ អូស្អាតណាស់ឡើងពណ៌ក្រហមឆេះហ្មង សំ ត្រូវហ្មង ខ្ញុំឃើញថាអាវបងពាក់រងថ្ងៃនេះវាចាស់ហើយទើបគិតថារកអាវថ្មីណាដែលស័ក្តិសមនឹងបងទើបត្រូវ អរគុណ នេះហ่ะមុននេះស្រីឲ្យពួកខ្ញុំឈឺចិត្តណាតែពួកខ្ញុំធ្វើនេះក៏ចង់ឲ្យ ណែគ្រាន់តែពួកខ្ញុំចង់បោកបងតាំងអោលេងទេ បោកលេងខ្ញុំជូនអានេះទុកតម្រាំដាក់នំចាដាក់នំគឺបងដាក់នំមិនដាក់បាតដៃ ពេញម៉ោងញ៉ៃញ៉ៃ អរគុណអ្នកទាំងអស់គ្នាពេលនេះខ្ញុំមានអារម្មណ៍ថាដូចជាក្តៅពេញដើមទ្រូងផ្សារភ្នែកនេះប្រហែលជាខ្ញុំរំភើបពេកទៅដឹងហើយខ្ញុំមិនដែលទទួលបានអារម្មណ៍បែបនេះពីមុនមកទេពីដំបូងគឺខ្ញុំចង់គំតិចអស់កង្វល់ណាស់តែពេលដែលស្គាល់អ្នកទាំងអស់គ្នាទើបដឹងថាអ្នកទាំងអស់គ្នាល្អគុណអភឹង បាទខ្ញុំឈ្មោះថឹង ធ្វើអ្វីគ្មានកូនដៅតែមានចិត្តឃ្លាវខ្លា ក្លៀវខ្លាក្លាហានខ្លាំងខ្លា ចាឃើញកូនដៅហ្នឹងសរោមិញដល់បាន ចាខ្ញុំដល់បាន រៀនចេះលឿនតែបែរជាមិនចង់បកស្រាយឲ្យច្បាស់មេចុងភៅ បាទខ្ញុំចង់ភៅ ចេះធ្វើម្ហូបចិនអឺរ៉ុបបានយ៉ាងស្ទាត់ជំនាញ ខ្លាំងអត់តា តែបែរជាជក់បរិយកន្លែងហាមឃាត់អានេះគឺក្រិចនៅមានសូលីដាមួយទៀតជាមនុស្សឆ្មើងឆ្មៃមិនសូវចុះសម្រុងជាមួយនឹងគេតែបែរជាមានចិត្តសហការបានយ៉ាងខ្ពស់ទៅវិញ សំខាន់បងស្អាត សម្បកក្រៅរបស់ខ្ញុំដូចជាមនុស្សម្នាក់ដែលមានចំណេះដឹងជ្រៅជ្រះខាងផ្នែកគ្រប់គ្រងសណ្ឋាគារតែតាមការពិតទៅខ្ញុំរៀនចេះរឹតតែច្រើនតាមរយៈអ្នកទាំងអស់គ្នាខ្ញុំទទួលបានបទពិសោធន៍យ៉ាងរីករាយក្រោយឆ្លងកាត់ប្រស្រ័យតាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកដទៃអរគុណអ្នកទាំងអស់គ្នា បានហើយឆាប់កាត់នំទៅគេមកជុំគ្នាអស់ហើយចាំការទៀតណាតែកាត់នំទៅ បាទពួកអាផឹងនឹងរៀង ឆាប់កាត់នំ បងស្រីធ្វើដល់ឆ្ងាញ់ អូយតែឆ្ងាញ់យ៉ាងណាទេ អូម៉ែមម៉ែម តែឆ្ងាញ់ហ្មង បាច់1 2 អូយម៉ារ៉ាទីតាំងពីម៉ែកើតមកមិនដែលឃើញហូបនំខេកអីពិបាកលេបយ៉ាងនេះទេកូនហើយកូនឯងដាក់ស្អីខ្លះហាម៉ារ៉ាទីហា ណែម៉ារ៉ាទីទោះបីជាឯងចំណាយនឹងសម្រាប់ខ្ញុំយ៉ាងណាក៏ដោយតែឯងមិនត្រូវប្រើវិធីនឹងសម្រាប់ខ្ញុំទេវាពិបាកលេបណាស់ ណែបងស្រីសាក់ញ៉ាំនំរបស់បងស្រីធ្វើទៅបងស្រីយល់អារម្មណ៍ហើយអាពួកខ្ញុំវេទនាប៉ុណ្ណា ឆ្ងាញ់ណាស់អី ណែនំនេះម៉ាទីមានដាក់ស្ករអត់ស្អាតផ្លែហ្មងទៅហូបស្លៃកោ មិនថែមប៉ុណ្្នឹងឯងពេលដែលយើងមិននៅឯងលុយដាក់អាមេរិកមែនទេ អត់ទេញ
ខ្ញុំដាក់ម្សៅវ៉ានីឡាតាហុយឬមកជាម្រេចទេ អូយព្រះអើយមិនហឹលណាស់ឯងគឺជាការបរាជ័យដ៏ធំបំផុតដល់ខ្ញុំតែឯងអត់មានត្រូវប្រាប់អ្នកថាបានរៀនពីយើងទេណា មកទីអាខ្ញុំចង់លួងលោមឯងខ្លាំងណាតែខ្ញុំវាអួលដើមកនិយាយអត់ចេញទេ អីទេកូនស្រីលើកទី1វាអញ្ចឹងហើយតែបើមានជាលើកទី2ទៀតណាច្បាស់ជាផ្អែមហើយឆ្ងាញ់ទៀតមែនទេកូន ណែបងស្រីគ្រូខ្ញុំបានពលាអង់គ្លេសប្រមាណគឺពាក្យថា Let's party ស៊ីស៊ីមក នោះនៅផ្កាយនោះវាមានពលឺភ្លឺជាងគេវាប្រហែលជាផ្កាយទី1ហើយមើលទៅហើយខ្ញុំឃើញនៅក្បែរវានោះមានពលឺភ្លឺផ្លែតអញ្ចឹងវាប្រហែលជាផ្កាយទី6ហើយត្រូវទេ គឺវានៅឆ្ងាយពីផែនដីបើយើងមើលទៅវាហាក់បីដូចជាផ្កាយទី6ក៏ប៉ុន្តែបើសិនជាយើងមើលឲ្យចិត្តថាមិនត្រូវអាចជាផ្កាយទី1ក៏ថាបានវាដូចជាស្ថានភាពអស់កង្វល់អញ្ចឹងគឺវាមានអនុភាពដូចផ្កាយទី6 អរគុណបង អរគុណបងរឿងអី គឺអរគុណបងដែលវាតម្លៃស្ថានភាពអស់កង្វល់ខ្ពស់យ៉ាងនេះហើយអរគុណបងដែលបានណែនាំមីងតាវ៉ាន់នឹងគ្រប់គ្នាឲ្យយល់ថាអ្វីដែលហៅថាប្រសិទ្ធភាពហើយនៅអរគុណបងដែលផ្ដល់ការចងចាំដ៏អស្ចារ្យមួយនេះដល់ខ្ញុំទោះបីជាខ្ញុំរស់ដល់អាយុ100ខ្លះតែជាយាយចាស់ជ្រុះសក់អស់នៅសល់តែប្រមាណតែសៃមុខឡើងជ្រួញក្រៀមដូចជាតំណាប់ក្រៀមមើលមិនឃើញស្ដាប់មិនឮកម្លាំងចុះខ្សោយដើរមិនរួចអង្គុយនៅលើប៉ៅអ៊ីងាក់ងក់ក៏ដោយឲ្យតែនឹកឃើញដល់ពេលនេះខ្ញុំមានអារម្មណ៍ថាមានសុភមង្គលណាស់ទៅហើយ វាជាការសារភាពស្នេហ៍មែនទេគឺអូននិយាយម្ដងទៀតនេះអារម្មណ៍បែបនេះគឺបងចូលចិត្តបងមានអារម្មណ៍ថាបងដូចជាចូលចិត្តពាក្យដែលអូនសារភាពណា ប៉ុន្តែមិនបាញ់មិញខ្ញុំដូចជាភ្លេចបាត់ទៅហើយថាខ្ញុំនិយាយអី ម៉ារទីទោះបីជាបងរស់ដល់អាយុ100ឆ្នាំក៏បងមិនអាចភ្លេចនៅពាក្យសារភាពអូននោះដែរ ណែនេះបងមិនយល់ថាពួកយើងឯងគួរតែមានការណាត់ជួបទេជាសង្សារនឹងគ្នាត្រូវតែមានការណាត់ជួបម្ដង បងគិតថាអញ្ចឹងដែរអញ្ចឹងអូនចង់មានការណាត់ជាមួយបងមែននិយាយត្រង់ក៏បានអូនចាំបាច់ធ្វើមុខដូចជាមេឃបាក់សកត់ធ្វើអី ក្រែងបងថាបងមិនចូលចិត្តមនុស្សស្រីដែលចាប់ផ្ដើមមុនហ្នឹងចឹងហើយខ្ញុំចាំឲ្យបងស៊ូមុនទៅ តាមពិតអញ្ចឹងសោះល្អអញ្ចឹងអូនចង់មានការណាត់ជាមួយបងមែនទេ បានថ្ងៃស្អែកណាត់ជួបគ្នា មិញតាវ៉ាន់ហៅតាចូលមួយ អានេះស្រវឹងទៅឈោអត់នឹងហើយ មិនបានហើយនោះទោះបីជាយ៉ាងណាក៏ដោយក៏យើងមិន
ជួបគ្នាដែរវើយ ម៉ាក់តាណែម៉ាក់ចានេះរឿងក្មេងបដោយតាមវាទៅបដោយទៅអត់ចង់បានកូនមកដែរ ចេះហាដាច់ អូថ្ងៃនេះសបាយបាត់តាលមក យើងអានេះយើងផឹកឲ្យ ដាលីខ្ញុំយល់ថាគួរទៅតាំងរូបថតជុំគ្រួសារវិញល្អជាងព្រោះនៅទីនេះគឺជាបន្ទប់ទទួលភ្ញៀវ លោកនិយាយនេះត្រូវម្យ៉ាងដែរតា ពេលនេះ David គេត្រឡប់មកវិញហើយគួរទៅតាំងរូបថតនេះឡើងវិញចុះម្យ៉ាងពេលដែលអ៊ំស្រីត្រឡប់មកវិញពេលដែលគាត់ឃើញរូបថតនេះក៏អាចរំសាយទុកបានដែរហើយក៏អាចព្យាបាលការឈឺចាប់ក្រោយពេលគាត់បាត់បង់អ៊ំប្រុសដែរខ្ញុំសង្ឃឹមថាពេល David ត្រឡប់មកវិញគេឃើញរូបថតនេះគេនឹងមានការចងចាំឡើងវិញ ពេលនេះចាន់ David គេត្រឡប់មកវិញហើយគេច្បាស់ជាចង់ចាំឡើងវិញខ្ញុំជឿជាក់លើគាត់ យប់ជ្រៅហើយខ្ញុំគួរទៅវិញនាងឆាប់ចូលសម្រាប់ទៅ ជប់សិនវិវ័ននិយាយអញ្ចឹងពេលនេះ David គេបានត្រឡប់មកវិញហើយអញ្ចឹងខ្ញុំសង្ឃឹមថាលោកមិននិយាយប្រាប់គេរឿងដែលពួកយើងទៅដើរលេងក្លឹប2នាក់អីណាមែនទេ ប្រកាសជាមិនអាចទេ អរគុណអញ្ចឹងលោកអាចចាត់ទុកថារឿងទាំងអស់នោះដូចជាគ្មានអីកើតឡើងទេណាណា ទុកចិត្តចុះរវាងពួកយើងទាំងពីរគ្មានអ្វីកើតឡើងទេនាងនៅផ្ទះរហូតរងចាំ David ត្រឡប់មកវិញខ្ញុំទៅហើយ មិនឯងអាចចូលមកបានផ្ទះរបស់លោកអត់ចាក់សោឆ្កែក៏អត់ព្រោះប៉ុន្តែផ្ទះឡលើគឺតែអញ្ចឹងបែបនេះហើយជាចោលក៏មិនចង់ចូលចាក់សោនាំតែខាតពេលវេលាទៅណានេះលោកមកផ្ទះរបស់ខ្ញុំគឺដើម្បីវិភាគផ្ទះរបស់ខ្ញុំមែនទេហេតុអីលាក់បាំងរឿងចាន់ David ទៅពួននៅក្នុងភូមិអកង្វល់គេនៅរស់សោះបែរជាមិនត្រឡប់មកវិញទៅសំងំរស់ក្នុងផ្ទះតូចរបស់ស្រីសម្រាយម្នាក់មើលទៅគេដូចជាមនុស្សម្នាក់ផ្សេងទៀតចឹងតើគេមានគោលបំណងអ្វីប្រកាសមនុស្សម្នាក់ធ្វើអ្វីមួយសុទ្ធតែមានគោលបំណងមិនថាចឹងអ្នកផ្សេងខ្ញុំមិនថាទេតែបើជាចាន់ David គេប្រហែលជាមានហេតុផលតែខ្លាចគេដឹងមិនថាជាហេតុផលអ្វីទេគេនឹងត្រឡប់មកវិញយល់ល្អលោកត្រៀមចិត្តទុកជាមុនទៅលោកមិនស្មានថាពេលដែលចាន់ David ត្រឡប់មកវិញខ្ញុំផ្ទេរតំណែងនាយកប្រតិបត្តិឲ្យតែគេវិញនោះខ្ញុំបញ្ជាក់រួចហើយទោះបីជាគ្មានគេក៏ស៊ីស្តាអាចដំណើរការទៅយ៉ាងរលូនដែរមែនទេអញ្ចឹងហេតុអីលោកខ្លាចខ្ញុំមានខ្លាចទេគ្រាន់តែយល់ថាវាកំ pl ែងទីវត្តលោកមិនយល់ថាលោកហើយនឹងខ្ញុំឈរលើខ្សែបន្ទាត់តែមួយទេមែនទេលោកបានន័យថាម៉េចលោកពិតជាមិនយល់មែនឬក៏លោកធ្វើមិនយល់តាមគោលចំហរបស់លោកនិងខ្ញុំតាមពិតមិនខុសគ្នាប្រមាណទេ
អត់ទេខ្ញុំខ្លាំងជាងយ៉ាងហោចណាស់ខ្ញុំនឹងនាយកច័ន្ទដេវីតអាចដណ្ដើមយកនាយកប្រតិបត្តិបានចុះលោកដាលីពីបានណាទៅយកមកបានបែរជាឲ្យរបបពីដៃទាំងឈឺចាប់យល់ល្អកុំឲ្យកើតឡើងដល់ពីដំបូងក្នុងចិត្តលោកក៏គិតដូចខ្ញុំបែបនេះដែរមែនទេខ្ញុំគ្មានចំណាប់អារម្មណ៍ចង់ប្រគល់ប្រជែងជាមួយលោកទេហើយខ្ញុំក៏មិនឈរនៅខាងណាដែរលោកកុំរវល់តែខ្លាចគេដណ្ដើមតំណែងធ្វើការងាររបស់លោកឲ្យល្អបំផុតទៅភាសាជាតិកុំស្មានតែច័ន្ទដេវីតត្រឡប់មកវិញខ្ញុំព្រមដកថយឲ្យសោះលុះត្រាតែលោកព្រមធ្វើឆ្កែបំរើគ្រួសារដេវីតអស់មួយជីវិតមិនដូច្នោះទេលោកច្បាស់ជាមកឈរខាងខ្ញុំចាក់ជាមិនខានអញ្ចឹងលោកសាក់មើលទៅប៉ុន្តែពេលនោះអ្នកដែលអស់សង្ឃឹមគឺជាលោកគ្រួសារដេវីតបណ្ដៅលោកបានល្អណាស់សង្ឃឹមតែលោកមិនជាឆ្កែស្មោះត្រង់មួយក្បាលដូចឆ្កែរបស់លោកទៅចុះប៉ុន្តែក្រោយពីលោកបានដឹងការពិតតាក់ទងនឹងការស្លាប់របស់លោកប៉ាលោកហើយលោកច្បាស់ជាប្រែគំនិត